កសិករទៅបូមទឹកដាក់ស្រូវស្រែប្រាំងប្រទះឃើញសពអាក្រាតកាយម្នាក់អណ្ដែតទឹកក្នុងរណ្ដៅដីរាជធានីភ្នំពេញបុរសជាកសិករម្នាក់ខានបូមទឹកដាក់ស្រូវស្រែប្រាំងបោះខ្លួនរយៈពេលមួយអាទិត្យមកហើយលុះដល់វេលាម៉ោងព្រឹកថ្ងៃទី18ខែមីនាឆ្នាំ2025គាត់បានធ្វើដំណើរចេញពីផ្ទះទៅបូមទឹករណ្ដៅដីមួយកន្លែងស្ថិតនៅក្នុងភូមិស្នោលិចសង្កាត់ស្នោខណ្ឌកំបូររាជធានីភ្នំពេញខណៈនោះស្រាប់តែគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងរត់ទៅប្រាប់អ្នកស្រុកភូមិឲ្យទៅជួយមើលនិងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីគាត់បានប្រទះឃើញសពបុរសម្នាក់អាក្រាតកាយស្លាប់អន់តែក្នុងទឹករណ្ដៅដីនោះសាកសពបុរសខាងលើនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេមានសភាពហាមស្អុយទៅហើយដោយឡែកអ្នកភូមិខាងលើនិងអ្នកភូមិផ្សេងទៀតនៅជិតនោះក៏បានទៅចំរោមមើលច្រាដែរប៉ុន្តែគ្មានអ្នកស្គាល់អ្នកស្លាប់នោះទេម្យ៉ាងទៀតនៅក្នុងពេលភ្លាមនោះក៏មិនទាន់មានដំណឹងថាមានអ្នកបាត់សមាជិកគ្រួសារនៅឡើយដែរចំណែកនគរបាលបានចុះទៅកាន់ទីនោះភ្លាមដែរប៉ុន្តែពុំទាន់អះអាងថាជនរងគ្រោះស្លាប់ដោយលង់ទឹកឬក៏ជាអំពើឃាតកម្មនៅឡើយតែមហាជនបានដាក់ការសង្ស័យថាជនរងគ្រោះអាចស្លាប់ដោយអំពើឃាតកម្មហើយតាមមើលទៅស្លាប់រយៈពេលមួយអាទិត្យកន្លងមកហើយបុរសជាកសិករម្នាក់រស់នៅក្នុងភូមិកើតហេតុខាងលើបាននិយាយថាគាត់បានធ្វើស្រែប្រាំងនៅចំណុចកើតហេតុនោះព្រោះទីនោះអាចឲ្យគាត់អាស្រ័យផលបូមទឹកចេញពីរណ្ដៅដីស្រោចស្រពដំណាំស្រូវរបស់គាត់បានបន្ទាប់ពីខកខានមិនបានបូមទឹកអស់រយៈពេលមួយអាទិត្យរួចមកនៅវេលាព្រឹកថ្ងៃកើតហេតុគាត់បានទៅបូមទឹកដាក់ស្រូវបន្តទៀតលុះពេលទៅដល់បានធំក្លិនស្អុយចម្លែកចេញពីក្នុងទឹករណ្ដៅដីនោះកសិកររូបនោះបាននិយាយបន្តទៀតថាក្រោយមកគាត់ក្រឡេករកមើលស្រាប់តែប្រទះឃើញសាកសពបុរសអាក្រាតកាយខាងលើអណ្ដែតនៅក្នុងទឹករណ្ដៅដីនោះហើយគាត់ក៏បានទៅប្រាប់អ្នកភូមិឲ្យជួយមើលក្រែងមានអ្នកស្គាល់ព្រោះគាត់មិនដែលបានស្គាល់ជនរងគ្រោះនោះពីមុនមកទេពុំដឹងថាជានរណាឡើយខណៈណូអបានបង្កឲ្យមានការភ្ញាក់ផ្អើលរួចក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យទៅពិនិត្យមើលតែម្ដងក្រោយពេលមានការភ្ញាក់ផ្អើលកម្លាំងនគរបាលប៉ុស្តិ៍ស្នោបានចុះទៅកាន់ទីនោះភ្លាមប៉ុន្តែមិនបានសន្និដ្ឋានថាជាករណីអ្វីនៅឡើយទេហើយបានរាយការណ៍បន្តទៅកាន់នគរបាលខណ្ឌកំបូរបានដឹងព្រមទាំងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកសោវិច័យស្វែងរកអត្តសញ្ញាណជនរងគ្រោះនិងមូលហេតុនៃការស្លាប់នេះដើម្បីបានដឹងឲ្យច្បាស់ថាតើជនរងគ្រោះខាងលើស្លាប់ដោយសារលង់ទឹកអំពើអត្តឃាតលោតទឹកឬជាអំពើឃាតកម្មប្រព្រឹត្តដោយឃាតករណាមួយសម្លាប់នៅនឹងកន្លែងកើតហេតុរួចរុញទម្លាក់ទឹកឬក៏សម្លាប់ពីកន្លែងផ្សេងរួចយកទៅទម្លាក់ចោលនៅក្នុងទឹករណ្ដៅដីខាងលើនោះយោងតាមដំណឹងចុងក្រោយពីនគរបាលប៉ុស្តិ៍ស្នោបានបញ្ជាក់ប្រាប់នៅវេលារសៀលថ្ងៃដដែលនេះថាបុរសដែលស្លាប់អណ្ដែតទឹកដោយអាក្រាតកាយខាងលើត្រូវបានស្គាល់អត្តសញ្ញាណហើយគឺឈ្មោះលីបាលីអាយុ24ឆ្នាំមានទីលំនៅផ្ទះលេខ42ផ្លូវលេខ408ភូមិថ្មគោល1សង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យនិងស្នាក់នៅក្នុងភូមិស្នោកើតសង្កាត់ស្នោខណ្ឌកំបូរជនរងគ្រោះរូបនោះគឺជាជនវិកលចរិតហើយកន្លងមកតែងតែចេញបាត់ពីផ្ទះជួនកាលមួយអាទិត្យទើបចូលផ្ទះម្ដងក៏មានដែរគឺចង់ទៅចង់មកហើយដោយសារតែទម្លាប់បែបនេះក្រុមគ្រួសារមិនសូវតាមរកទេលុះចុងក្រោយនេះក៏ដើរចេញពីផ្ទះទៀតរួចក៏បាត់រហូតតែម្ដងនគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថានៅពេលប្រទះឃើញសាកសពភ្លាមក្រុមគ្រួសារសាច់ញាតិនិងអ្នកស្រុកភូមិមើលអត់ស្គាល់ទេព្រោះសពហាមស្អុយប្រែប្រួលទ្រង់ទ្រាយដើមច្រើនណាស់លុះក្រោយមកទើបក្រុមគ្រួសារស្គាល់និងនាំយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកតាក់ទងទៅនឹងការស្លាប់នេះដែលមិនមានជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនោះទេតាមការពិនិត្យកសោវិច័យគឺជនរងគ្រោះខាងលើស្លាប់ដោយសារលង់ទឹក